រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រគឺចម្រៀងមនោសញ្ចេតនាមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅទុកខ្ញុំជាស្រីអភ័ព្វកន្លងកើតមកជាស្រីរស់គ្មានសេរីធម្មជាតិបង្កើតធ្វើខុសវិន័យគេដៀស្រីចៅសំផស្សស្រស់ឆើតប្រុសព្រានប្រាថ្នាអយុត្តិធម៌ព្រះព្រំលិខិតតតែងកម្រិតរូបកាយប្រាជ្ញាឲ្យស្រីទុនខ្សោយខ្វះការសិក្សាកប់លមមចិន្តាសមនឹងសមត្ថភាពលោកនេះកំណាចដាក់ទនកម្មស្រីឥតសន្តោសប្រណីឲ្យតម្លៃទាបការងារធំគ្មានទេស្ត្រីភាពរស់ខ្វះសមភាពខ្វះសិទ្ធិសេរីពីតូចដល់ធំខ្ញុំរស់ខ្វះសិទ្ធិរស់លាក់ការពិតជីវិតជាស្រីរស់បៀមទុកព្រួយមិនហ៊ានហាស្ដីជីវិតឥតន័យរស់ក្បែរចង្ក្រានធម្មជាតិអប្រិយសង្គមផ្ដាច់ការប្រុសគ្មានមេត្តាចង់កេងចំណេញឃើញស្រីរូបស្អាតចាត់ទុកទំនិញលៃលោកដូរដេញបំពេញតណ្ហានេះកម្មយើងទេបងប្អូនស្រីចូលប្រឹងគ្មៀតខ្មៃដោះស្រាយបញ្ហាធ្វើម្ដេចជាតិនេះលោកគ្មានមេត្តាផ្ដល់ទុកខ្លោចផ្សាឲ្យយើងពោពោះ9ខែផ្លាយណាយនឹងចំណៃជួបទុកថ្មីស្ទើរស្លាប់ស្ទើររស់ទុកឆ្លងទន្លេធំជាងពោពោះបាត់បង់សម្ផស្សសែនខ្មាស់ជីវិតនិពន្ធដោយខ្ញុំបាទសសេរីយុកោនិពន្ធនៅថ្ងៃទី6ខែ6ឆ្នាំ2001អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា